បាទសូមគោរពនឹងជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញការងារលបងដែលសេសសល់ពីលើកមុនហើយផងដែរថ្ងៃនេះយើងបានដាំសសរស្ទើរតែ 100% ហើយសសរប្រហែលជា2 3ដើមទៀតខាងនេះហើយនៅខាងនោះប្រហែលជា3ដើមទៀតអញ្ចឹងនេះជាសសរដែលយើងដាំហើយបានច្រើនហើយយើងបានទាញខ្សែនេះខ្សែនីឡុងនេះដើម្បីតម្រង់ឲ្យត្រង់គ្នានេះទាំងលើទាំងក្រោមនេះបងប្អូនមើលដូចសសរតែមួយនេះតម្រង់ឡើងត្រង់ពេលដែលសសរត្រង់ហើយយើងបន្តទៅមុខទៀតយើងចាក់បេតុងដើម្បីទប់ជើងវាបែបនេះហើយបន្ទាប់មកយើងនឹងមានចាក់កំណល់វាដើម្បីត្រសន្លឹកដោយដែលបានបង្ហាញពីវីដេអូមុននេះបន្តទៅទៀតខ្ញុំនឹងបង្ហាញកន្លែងដែលចាក់កំណល់រួចយើងបានច្រើនហើយអញ្ចឹងយើងនឹងបញ្ចប់វានៅក្នុងសប្តាហ៍ក្រោយទាំងសន្លឹកទាំងការបៀកក្បោដើម្បីទប់សន្លឹកហើយតម្រង់វាត្រង់ជាមួយសន្លឹកហើយតម្រឹមក្បាលលើទួចដើម្បីដាក់មួកវាពីលើក្របពីលើនេះជាកំណល់ដែលខ្ញុំបាននិយាយមុនហ្នឹងកំណល់ដើម្បីត្រសន្លឹកលបងរបស់យើងបែបនេះយើងចាក់ហើយច្រើនដែរកំណល់ត្រសន្លឹកអញ្ចឹងយើងនឹងហើយសន្លឹកយើងដឹកមកបានច្រើនហើយខាងក្រោយមិញអត់បានបង្ហាញបងប្អូនខាងក្រោយអញ្ចឹងការងារលបងនេះងាយធ្វើការលឿនហើយវាដំឡើងបានលឿនងាយស្រួលធ្វើនិយាយទៅអត់ចំណាយពេលយូរទេហើយតាក់ទងនឹងតម្លៃក៏គួរសមដែរអញ្ចឹងជ្រើសរើសលបងប្រភេទនេះគឺមួយយ៉ាងដែរបងប្អូនអញ្ចឹងខ្ញុំបង្ហាញបងប្អូនទីតាំងដែលយើងបានតម្លើងសន្លឹករួចប៉ុន្តែដោយសារមានកន្លែងខ្លះមើលទៅដូចជាបងប្អូនមើលសន្លឹកអត់សូវស្មើអញ្ចឹងយើងនឹងធ្វើការកែគុណមុនពេលយើងបៀកកបោដើម្បីទប់សន្លឹកនេះសន្លឹកយើងឡើងបែបនេះបាទបែបនេះតែបើយើងមើលពីចម្ងាយទៅឃើញសន្លឹកវាពោះទៀបបាទអញ្ចឹងយើងត្រូវការស្រីវាឲ្យត្រូវនីវ៉ូគ្នាហើយនឹងឲ្យវាស៊ីឡាញគ្នាបានន័យថាវាត្រង់ទិសដៅគ្នាវាអត់ទៅត្រង់អញ្ចឹងយើងត្រូវតម្រង់បៀកមុននឹងបៀកកបោយើងត្រូវតម្រង់វាសិននេះយើងរុញបែបនេះតម្រង់វាឲ្យស្មើលើស្មើក្រោមបន្ទាប់មកយើងបៀកកបោបិទហ្វិចវាជាប់បាទនេះយើងតម្លើងសន្លឹករួចប៉ុន្តែមិនទាន់ត្រូវ 100%ទេពេលដែលបៀកកបោដូចខ្ញុំនិយាយពីដើមមកអញ្ចឹងយើងត្រូវតម្រង់វាហើយបៀកកបោយកមកវាស៊ីម៉ង3អយើងបាទបែបនេះយើងបានការងារតម្លើងប៉ុន្តែការងារបញ្ចប់គឺអត់ទាន់រួចទេនេះដោយសារវាទឹកច្រើនពេកភ្លៀងថ្ងៃមុនភ្លៀងខ្លាំងអញ្ចឹងទឹកច្រើនពិបាកក្នុងការចល័តគ្រឿងចាក់មកតម្លើងតស្លឹកយើងយកមកច្រើនការងារប្រមាណយើងបានច្រើនដែរហើយអញ្ចឹងពេលដែល
បញ្ចប់ការងារស្លឹកខ្ញុំនឹងបង្ហាញបងប្អូនម្ដងទៀតពេលដែលស្លឹករួចយើងបៀកបាយអដើម្បីភ្ជាប់វីតសនិងស្លឹកពេលដែលយើងភ្ជាប់វាតម្រងបានស្អាតបាតដូចកន្លែងនេះយើងធ្វើបានស្អាតបាននេះថាស្លឹកយើងមើលទៅវាស្មើនីវ៉ូគ្នាតាំងពីចុងរហូតដល់ដើមខាងនេះស្មើនីវ៉ូគ្នាបាននេះថាត្រង់ឡាញកន្លែងនេះកន្លែងនេះកន្លែងនោះកន្លែងនោះកន្លែងនោះវាស្មើគ្នាស៊ីឡាញគ្នាហើយក្បាលខាងលើវាគ្រាន់តែទៀបជាងសសរតិចប៉ុន្តែវាស៊ីឡាញគ្នាខាងលើបាទអញ្ចឹងពួកគាត់គ្រាន់តែរុញផ្អាប់ហើយបៀកក្បោតាមគៀនបែបនេះគៀនបែបនេះជាការស្រេចកន្លែងនេះពួកយើងបានរៀបចំមុនពេលដែលយើងលើកស្លឹកដាក់យើងបានតម្រង់ច្បាស់លាស់ទាក់ទងនឹងនីវ៉ូរបស់វាបាទជាស្ដែងការងារយើងបើគិតជាប្រមាណតម្លើងបានច្រើនប៉ុន្តែគ្រាន់តែថាការងារត្រូវបញ្ចប់វាត្រូវកាយកុនបន្តិចបន្តួចទៀតមុននឹងបៀកក្បោចាំមើលពេលដែលបៀកក្បោខ្ញុំនឹងបង្ហាញបងប្អូនយើងកោះបែបណាយើងបៀកក្បោបែបណាធ្វើឲ្យវាត្រង់ស្អាតចាំមើលបងប្អូនរងចាំទស្សនាវីដេអូបន្តទៀតពេលដែលបញ្ចប់បាទសូមអរគុណសូមជម្រាបលាបងប្អូនអរគ្នា